បាយដែលបាញ់ព្រុសចេញពីក្របធំដែលក្របធំនោះមានផ្ទុកគ្រាប់បាយចង្កោមជាច្រើនគ្រាប់ដែលគ្រាប់នីមួយៗមានទម្ងន់តិចជាង20គីឡូក្រាមនៅក្នុងពិភពលោកយើងនេះមានប្រទេសចំនួន17ជាអ្នកធ្លាប់ប្រើប្រាស់គ្រាប់បាយចង្កោមនេះនិងមានប្រទេសចំនួន30ជាអ្នកផលិតហើយមានប្រទេសចំនួន61មានស្តុកទុកគ្រាប់បាយចង្កោមនេះប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយសារគ្រាប់បែកចង្កោមនេះក្នុងសម័យសង្គ្រាមនៅទសវត្សរ៍ទី60និងទី70ដែលទម្លាក់ដោយកងទ័ពអាមេរិកមានចំនួនប្រមាណជាង26លានគ្រាប់បែកចង្កោមធ្លាប់បានប្រើប្រាស់ដោយកងទ័ពថៃនៅសមរភូមិប្រាសាទព្រះវិហារនៅក្នុងឆ្នាំ2008ផងដែរដោយបាញ់តាមក្របខ្លោងកាំភ្លើងធំ155មីលីម៉ែត្រមានចំនួន4ប្រភេទនេះសបញ្ជាក់ឲ្យឃើញថាថៃធ្លាប់បានរំលោភនិងកំពុងរំលោភច្បាប់អនុសញ្ញាអន្តរជាតិហាម5អាជ្ញាធរមីនកម្ពុជាថ្កោលទោសលើកងទ័ពឈ្លានពានថៃដែលប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីប្រទេសកម្ពុជាតាមបណ្ដោយព្រំដែនហើយសកម្មភាពនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិផងដែរសូមបងប្អូនជនរួមជាតិវិញគ្នាជាធ្លុងមួយកុំបែកបាក់សាមគ្គីដើម្បីកម្ពុជានៃយើង